តែការស្នាក់នៅសិង្ហបុរីរយៈពេល1ថ្ងៃ1យប់តែខ្ញុំចំណាយអស់ប៉ុន្មានរយៈពេល1ថ្ងៃ1យប់ដែលខ្ញុំទៅដើរលេងនៅសិង្ហបុរីបូកជាមួយនឹងការហូបចុកការស្នាក់នៅក៏ដូចការជិះឡានក្រុងជាមួយរថភ្លើងតែយើងចំណាយអស់ប្រហែលអញ្ចឹងយើងចេញពីដំបូងគឺយើងចេញពីបាលីទៅសិង្ហបុរីដែលសម្បត្តិហោះដែលយើងទិញក្នុងតម្លៃម្នាក់$77ដែលយើងហោះពីបាលីមកសិង្ហបុរីប៉ុន្តែបើអ្នកទាំងអស់គ្នាទិញសម្បត្តិយន្តហោះពីខ្មែរមកសិង្ហបុរីចន្លោះសម្បត្តិអាចពី$180ទៅ$200ទៅតាមយន្តហោះដែលអ្នកទាំងអស់គ្នាជិះជាក់ស្ដែងហើយមុននឹងយើងហោះចេញពីបាលីយើងក៏បានដើរមើលពលានយន្តហោះនៅបាលីមកជុំដែរជាក់ស្ដែងគឺឃើញថាភ្ញៀវទេសចរច្រើនមែនទែនដែលគេចេញចូលទៅលេងកោះបាលីនេះហើយបន្ទាប់ពីមកដល់សិង្ហបុរីយើងក៏បានដើរលេងនៅក្នុងពលានយន្តហោះឆាងជីនឹងមួយសន្ទុះធំដោយសារតែនៅក្នុងពលានឆាងជីនឹងមានអីលេងច្រើនមែនទែនអ្នកទាំងអស់គ្នាដូចជា Jewel ដូចជាកន្លែងញ៉ាំអាហារអីគឺសម្បូរបែបមែនទែនហើយមួយទៀតនៅសិង្ហបុរីហ្នឹងពលានយន្តហោះគេគឺមានបច្ចុប្បន្នរហូតដល់4 terminal ធំដែលភ្ញៀវទេសចរក្នុងមួយ terminal គឺភ្ញៀវច្រើនមែនទែនអ្នកទាំងអស់គ្នាដោយសារមួយទៀតសិង្ហបុរីគឺជាពលានយន្តហោះមួយដែលជាប់ចំណាត់ថ្នាក់លេខ1ខាងសាស្អាតហើយមួយទៀតក៏ពលានយន្តហោះដ៏ធំមួយនៅលើពិភពលោករបស់អ្នកទាំងអស់គ្នាអញ្ចឹងមិនខុសទេដោយសារសិង្ហបុរីមានភ្ញៀវចេញចូលច្រើនអញ្ចឹងការដើរលេងនៅក្នុងពលានយន្តហោះឆាងជីខ្ញុំអត់មានត្រូវការចំណាយប្រាក់ទេដូចការជិះ transfer រថភ្លើងពីមួយ terminal ទៅ terminal ការដើរលេងនៅក្នុង Jewel យើងអត់មានចំណាយប្រាក់ទេគឺ free ទាំងអស់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងពលានយន្តហោះយើងអត់ត្រូវការទិញសមុទ្រចូលលេងកន្លែងកំសាន្តផ្សេងទេហើយបន្ទាប់ពីដើរលេងបានមួយសន្ទុះខ្ញុំក៏បានមកញ៉ាំអាហារមួយពេលនៅភោជនីយដ្ឋានជប៉ុននៅ Terminal 3ជាន់ទី2អ្នកទាំងអស់គ្នាអញ្ចឹងអាហារមួយពេលដែលខ្ញុំញ៉ាំគឺអស់ចំនួន$15ក្នុងម្នាក់បូកជាមួយនឹង drink អ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាអាចមានជំរើសញ៉ាំរបស់ផ្សេងបានច្រើនដោយសារតែនៅក្នុងពលានហ្នឹងគឺមានលក់ម្ហូបជាច្រើនអញ្ចឹងតម្លៃវាអាចធូរថ្លៃជាងនេះវាអាចថ្លៃជាងនេះអាស្រ័យទៅតាមហាងជាក់ស្ដែងអ្នកទាំងអស់គ្នាកន្លែងខ្លះយើងអាចចំណាយតិចជាងហ្នឹងឬក៏អាចលើហ្នឹងអាស្រ័យទៅលើម្ហូបអាហារដែលយើងញ៉ាំដែរអ្នកទាំងអស់គ្នាប៉ុន្តែកន្លែងដែលខ្ញុំញ៉ាំហ្នឹងដោយសារតែខ្ញុំជាអ្នកមូស្លីមអញ្ចឹងខ្ញុំញ៉ាំជាមួយនឹងម្ហូបអាហារដែលហាឡាល់អញ្ចឹងខ្ញុំស្គាល់កន្លែងហ្នឹងតាមអ្នកនៅសិង្ហបុរីដែលគាត់នាំខ្ញុំទៅញ៉ាំនៅកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាសម្រាប់បងប្អូនមូស្លីមដែលគាត់ចង់ទៅលេងសិង្ហបុរីចោះពីពលានយន្តហោះមកហើយគាត់ចង់ទៅញ៉ាំម្ហូបអាហារដែលមានហាឡាល់គឺគាត់អាចទៅកន្លែងហ្នឹងបានគឺ Terminal 3ជាន់ទី2ប៉ុន្តែខ្ញុំនិយាយអញ្ចឹងមានន័យថាមិនមែនមានហាងមូស្លីមតែមួយទេគឺមានច្រើននៅក្នុង Terminal ផ្សេងទៀតប៉ុន្តែនៅក្នុង Terminal 3ហ្នឹងគឺសម្បូរម្ហូបអាហារច្រើនមែនទែនហើយម្ហូបអាហារដែលហាឡាល់ក៏មានច្រើនហាងដែរអ្នកទាំងអស់គ្នាអាចរកនៅកន្លែង Terminal 3បានជាន់ទី2បន្តមកទៀតខ្ញុំបូកការចំណាយទី3របស់ខ្ញុំគឺទៅលើ eSIM ដែលខ្ញុំប្រើរយៈពេល1ថ្ងៃ1យប់ខ្ញុំប្រើអស់$4ចំណាយរយៈពេល$4ហ្នឹងខ្ញុំប្រើរយៈពេល1ថ្ងៃ1យប់អ្នកទាំងអស់គ្នាអញ្ចឹងការចំណាយបន្តមកទៀតអ្នកទាំងអស់គ្នាគឺការចំណាយទី4ដែលខ្ញុំធ្វើដំណើរពីពលានយន្តហោះទៅកាន់សន្តាគារចឹងទៅកាន់សន្តាគារអ្នកទាំងអស់គ្នាអាចរើសមធ្យោបាយធ្វើដំណើរបានច្រើនដូចជាឡានក្រុងក៏ដូចជាតាក់ស៊ីជាដើមអ្នកទាំងអស់គ្នាមានសិទ្ធិជ្រើសរើសក្នុងការជិះអ្នកទាំងអស់គ្នាចង់ជិះរថភ្លើងក៏បានឡានក្រុងក៏បានតាក់ស៊ីក៏បានប៉ុន្តែការជិះតាក់ស៊ីគឺមានតម្លៃថ្លៃមែនទេអ្នកទាំងអស់គ្នាពីពលានយន្តហោះទៅកាន់សន្តាគារដែលអ្នកទាំងអស់គ្នាស្នាក់នៅអាចចន្លោះពី$30ទៅ$35ប៉ុន្តែបើអ្នកទាំងអស់គ្នាជិះឡានក្រុងតម្លៃអាចធូរថ្លៃត្រឹមតែ$1ជាងឬក៏$2ប៉ុណ្ណឹងប៉ុន្តែសម្រាប់ខ្ញុំជ្រើសរើសយករថភ្លើងអ្នកទាំងអស់គ្នាដែលការចំណាយទៅលើរថភ្លើងនេះគឺប្រហាក់ជាមួយឡានក្រុងដែរឬក៏ស្មើជាមួយនឹងឡានក្រុងអ្នកទាំងអស់គ្នាដែលខ្សែរថភ្លើងដែលយើងឆ្ពោះពីពលានយន្តហោះទៅសន្តាគារហ្នឹងគឺខ្សែរថភ្លើង MRT ដែលការចំណាយហ្នឹងគឺតែ$1.43ចុះនៅក្នុងម្នាក់ឬក៏អាចលឿននឹងតិចតួចតែដោយសារតែខ្ញុំមើលក្នុងកុងធនាគាររបស់ខ្ញុំឃើញវាកាត់ទាំងអស់គឺ$4ជាងអ្នកទាំងអស់គ្នាហើយខ្ញុំបែងចែកទៅដោយសារតែ$4ជាងនេះខ្ញុំជិះជាមួយនឹងឡានក្រុង2ជើងហើយនឹង MRT ហ្នឹងមួយជើងអញ្ចឹងទាំងអស់វាកាត់ទៅ$4ជាងខ្ញុំចែកទៅវាអស់ក្នុងមួយជើង$1.43ដោយសារតែខ្ញុំប្រើវីសាកាតអ្នកទាំងអស់គ្នានៅសិង្ហបុរីអ្នកទាំងអស់គ្នាអាចជិះឡានក្រុងឬក៏រថភ្លើងដោយប្រើវីសាកាតបានអ្នកទាំងអស់គ្នាមិនបាច់ទិញកាតអីផ្សេងក៏បានអ្នកទាំងអស់គ្នាប៉ុន្តែបើអ្នកទាំងអស់គ្នាភ័យខ្លាចជាមួយនឹងកាតរបស់អ្នកទាំងអស់គ្នាខ្លាចមានបញ្ហាមានអីអ្នកទាំងអស់គ្នាអាចទិញកាតដែលអាចជិះជាមួយឡានក្រុងជាមួយនឹងរថភ្លើងបានការជិះរថភ្លើងគឺមានតម្លៃធូរថ្លៃហើយមានភាពងាយស្រួលមែនទែនសម្រាប់យើងដែលធ្លាប់ជិះអ្នកទាំងអស់គ្នាប៉ុន្តែបើអ្នកទាំងអស់គ្នាអត់ធ្លាប់ជិះអាចនឹងវិញប៉ុន្តែអ្វីដែលសំខាន់គឺយើងសាអ្នកទាំងអស់គ្នាបើយើងអត់សាទេគឺអត់ដឹងទេដោយសារតែការជិះរថភ្លើងអ្នកទាំងអស់គ្នានៅសិង្ហបុរីមានរថភ្លើងជិះនៅម៉ាឡេស៊ីក៏មានរថភ្លើងជិះបើយើងចេះជិះរថភ្លើងនៅសិង្ហបុរីនៅម៉ាឡេក៏យើងអាចជិះរថភ្លើងបានអញ្ចឹងអ្វីដែលសំខាន់គឺរៀនជិះនៅពេលដែលយើងវង្វេងម្ដងពីរដងហើយបើយើងចេះជិះហើយគឺស្រួលប៉ុន្តែបើយើងនៅតែវង្វេងទៀតរកគោលដៅយើងអត់ឃើញ
ចេញមកខាងក្រៅដើរមកកន្លែងដែលយើងស្នាក់នៅឬក៏ជិះតាក់ស៊ីមកផ្ទះប៉ុន្តែការជិះតាក់ស៊ីគឺថ្លៃអញ្ចឹងយើងត្រូវត្រៀមថាទៅសិង្ហបុរីគឺការចំណាយគ្រប់យ៉ាងគឺថ្លៃមែនទែនអ្នកនរគ្នាអញ្ចឹងយើងត្រូវត្រៀមចិត្តត្រៀមកាយទទួលយកមុននឹងពេលដែលយើងទៅលេងសិង្ហបុរីហើយមួយទៀតការចំណាយទីប្រាំរបស់ខ្ញុំគឺការ booking សន្តាគារអ្នកនរគ្នាដែលខ្ញុំចំណាយទាំងអស់ហ្នឹងគឺ$282ហើយខ្ញុំចែក2នាក់ទៅអស់ម្នាក់$141ដោយសារតែខ្ញុំ booking ចំថ្ងៃ National Day ហើយមួយទៀតដោយសារតែខ្ញុំគៀកថ្ងៃពេកខ្ញុំ booking ពីបាលីមកតែមួយថ្ងៃរំលងមួយថ្ងៃទេអញ្ចឹងធ្វើឲ្យតម្លៃហ្នឹងគឺថ្លៃមែនទែនប៉ុន្តែសន្តាគារវាអាចមានតម្លៃធូរថ្លៃជាងនឹងអ្នកនរគ្នាតម្លៃធំតាម100ជាងឬក៏អាច$100ចោះខំក៏មានអាស្រ័យតាមជាក់ស្ដែងយើង booking ទុកយូរឬក៏យើង booking ភ្លាមអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ booking បានតម្លៃធូរថ្លៃអ្នកទាំងអស់គ្នាគួរតែ booking រយៈពេលឆ្ងាយមុននឹងយើងមកដល់លេងគឺនៅសល់សន្តាគារដែលមានតម្លៃធូរថ្លៃគឺវាមានអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែខ្ញុំ booking ភ្លាមពេកហើយចំថ្ងៃ National Day ផងអញ្ចឹងអាសន្តាគារតម្លៃធូរថ្លៃជាងហ្នឹងគឺអស់អាលីងអញ្ចឹងនៅសល់តែអាថ្លៃខ្ញុំក៏ booking អាហ្នឹងដែរតម្លៃគឺធូរថ្លៃជាងគេហើយតម្លៃប៉ុណ្ណឹងហើយបន្តមកទៀតនៅពេលដែលយើងសម្រាកបានមួយសន្ទុះហើយល្ងាចបន្តិចក៏យើងបានចោះមករលេងនៅតាមតំបន់ Arab Street ក៏ដូចជាតំបន់ Sultan Mosque ដោយសារកន្លែងហ្នឹងគឺជាតំបន់ភ្ញៀវទេសចរដែលគាត់មមាញឹកច្រើនមែនទេអ្នកនរគ្នាយើងឃើញជាក់ស្ដែងគឺមានភ្ញៀវច្រើនទាំងម៉ាឡេទាំងជនជាតិផ្សេងៗដែលគាត់មកលេងនៅហ្នឹងគឺច្រើនដែលធ្វើឲ្យតំបន់កន្លែងហ្នឹងគឺមមាញឹកច្រើនមែនទែនហើយការចំណាយនៅកន្លែងហ្នឹងខ្ញុំញ៉ាំជាមួយនឹងអាហារនៅហាងទូគីមួយកន្លែងគឺខ្ញុំចំណាយអស់ម្នាក់$27 2នាក់គឺអស់$54អញ្ចឹងបូកជាមួយនឹង Twin ទាំងអស់គឺ$27គឺតម្លៃថ្លៃមែនតើអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាអាចរកកន្លែងហាងផ្សេងដែលមានតម្លៃធូរថ្លៃជាងនឹងមាននៅជិតហ្នឹងអ្នកទាំងអស់គ្នាអាចរកបានហើយបន្ទាប់ពីដើរលេងនៅកន្លែងហ្នឹងមកសន្ទុះយើងក៏បានចេញដំណើរពីកន្លែងហ្នឹងមកកាន់តំបន់Merlion ហើយជាមួយនឹង Marina Bay ហ្នឹងដែលយើងចំណាយក្នុងការជិះឡានក្រុងគឺ$1.43ទៀតអ្នកទាំងអស់គ្នាហើយមកដល់កន្លែងហ្នឹងយើងក៏បានដើរមើលទេសភាពនៅកន្លែងហ្នឹងមានអគារខ្ពស់ក៏ដូចភ្ញៀវទេសចរគាត់មកថតរូបលេងនៅកន្លែងហ្នឹងយើងអាចទៅមើលទឹករំផ្ការំបានដែលគេបាញ់នៅជិតហ្នឹងនៅ Marina Bay ហ្នឹងយើងអាចទៅមើលបានឬក៏យើងអាចថតរូបនៅកន្លែង Merlion ហ្នឹងក៏បានដែរគឺភ្ញៀវទេសចរច្រើនហើយមមាញឹកមែនតើអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងយើងអាចដើរលេងនៅជុំវិញហ្នឹងបានគឺស្រស់ស្អាតមែនតើជាមួយនឹងអគារពាណិជ្ជកម្មខ្ពស់ក៏ដូចជាអគារនៅកន្លែងហ្នឹងគឺច្រើនអ្នកទាំងអស់គ្នាគឺស្អាតមែនតើគឺរចនាបថគេគឺប្លែកអ្នកទាំងអស់គ្នាដោយសារតែប្រទេសសិង្ហបុរីគឺជាតំបន់ពាណិជ្ជកម្មដ៏ធំមួយអ្នកទាំងអស់គ្នាហើយបន្ទាប់ពីដើរលេងនៅកន្លែងMerlionបានមកសន្ទុះយើងក៏បានចេញមកវិញអ្នកទាំងអស់គ្នានៅតាមផ្លូវដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺនៅហ្នឹងគឺគេគោរពច្បាប់ចរាចរណ៍មែនតើមុននឹងគេចេញមកគឺគេតែមានភ្លើងស្តុបភ្លើងខៀវបានគេឆ្លងកាត់បើតែភ្លើងក្រហមអត់មានអ្នកណាគេឆ្លងកាត់ទេនៅសិង្ហបុរីអ្នកទាំងអស់គ្នាហើយចំពោះឡានក្រុងវិញអ្នកទាំងអស់គ្នាឃើញថាឡានក្រុងគឺសម្បូរបែបមានអា2ជាន់ឬក៏អា1ជាន់ប៉ុន្តែមុននឹងយើងជិះយើងមើលខ្សែឡានក្រុងយើងឲ្យច្បាស់ថាឡានក្រុងដែលយើងជិះទៅតំបន់យើងហ្នឹងគឺខ្សែក្រុងលេខប៉ុន្មានសម្រាប់ខ្ញុំជិះទៅតំបន់ខ្ញុំវិញគឺខ្សែឡានក្រុងលេខ107ដែលខ្ញុំត្រូវជិះទៅតំបន់ដែលខ្ញុំស្នាក់នៅវិញអ្នកទាំងអស់គ្នាហើយការចំណាយដែលយើងត្រឡប់ទៅវិញក្នុងម្នាក់យើងចំណាយ$143ទៀតអ្នកទាំងអស់គ្នាមុននឹងយើងទៅដល់សន្តាគាររបស់យើងហើយមុននឹងចូលទៅក្នុងសន្តាគារវិញខ្ញុំក៏បានចូលមកទិញកូកាមួយកំប៉ុងជាមួយនឹងទឹកដបធំមួយដបខ្ញុំចំណាយអស់$7ទៀតអ្នកទាំងអស់គ្នាគឺកូកានិងទឹកសុទ្ធនៅកន្លែងហ្នឹងគឺតម្លៃថ្លៃមែនតើអ្នកទាំងអស់គ្នាបើមានដបទឹកអីយើងអាចច្រកទឹកពីសន្តាគារទៅគឺចំណេញហើយថ្ងៃបន្ទាប់ខ្ញុំធ្វើដំណើរពីសិង្ហបុរីទៅកាន់ Johor Bahruមុននឹងធ្វើដំណើរទៅកាន់ Johor Bahru ខ្ញុំបានទៅញ៉ាំអាហារពេលព្រឹកខ្ញុំចំណាយអស់ម្នាក់$10.8អញ្ចឹង2នាក់វាអស់$21.6អ្នកទាំងអស់គ្នាហើយបន្ទាប់ពីញ៉ាំអីហើយយើងក៏បានទៅទិញសម្បត្តិឡានក្រុងពីសិង្ហបុរីទៅកាន់ Johor Bahru យើងចំណាយក្នុងម្នាក់អស់$4ទៀតអ្នកទាំងអស់គ្នាអញ្ចឹងការចំណាយសរុបទៅអស់រយៈពេលមួយថ្ងៃមួយយប់យើងចំណាយអស់$390អ្នកទាំងអស់គ្នាចំណាយហ្នឹងគឺយើងអត់ដើរលេងកន្លែងអីផ្សេងច្រើនទេដោយសារតែយើងខ្ជិលដោយសារវាហត់ណាស់តើគ្នាដើរលេងនៅបាលីរយៈពេល4យប់5ថ្ងៃហើយយើងមកសិង្ហបុរីទៀតយើងដើរលេងមួយយប់មួយថ្ងៃទៀតគឺហត់មែនទែនការដើរលេងមិនមែនអត់ហត់ទេគឺហត់យកតែមែនទែនអញ្ចឹងបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍ទៅដល់អ្នកទាំងអស់គ្នាក្នុងការមកលេងនៅសិង្ហបុរីឬក៏ប្រទេសផ្សេងទៀតហើយកុំភ្លេច share វីដេអូនេះឲ្យអ្នកផ្សេងទៀតបានឃើញផងដើម្បីជា guide ដល់គាត់សម្រាប់គាត់មកលេងនៅប្រទេសសិង្ហបុរីហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរសូមអរគុណសូមជម្រាបលា